បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺទៅញ៉ាំអីនៅកន្លែងមួយដែលឆ្ងាញ់នៅទីរួមសុខស្រួលរបស់យើងហ្នឹងពុកម៉ែបងប្អូនបាទដូចនៅក្នុងក្បាលវីដេអូគឺខ្ញុំគ្រាន់តែដាក់បាយមួយចានទៅហូបបាទអញ្ចឹងពេលហ្នឹងមិនមែនទៅតែហូបបាយទេពុកម៉ែបងប្អូនឥឡូវនេះគឺខ្ញុំធ្វើដំណើរចេញពីផ្ទះបាទឆ្ពោះទៅកាន់កន្លែងគេលក់ដូរហ្នឹងបាទពុកម៉ែបងប្អូនបាទហើយនៅពេលដែលយើងធ្វើដំណើរតាមដងផ្លូវគឺថាដងផ្លូវស្រស់ស្អាតមែនទែនបាទពុកម៉ែបងប្អូនបាទហើយនេះគឺជាបរិយាភ្នំពេញថ្មីស្ថិតនៅក្នុងទីរួមសុខស្នួលបាទគឺនៅជាប់នឹងរង្វង់រង្វង់មូលសុខស្នួលតែម្ដងបាទពុកម៉ែបងប្អូនបាទគឺថាទេសភាពមកដល់កន្លែងនេះគឺថាស្រស់ស្អាតអេមសេនតែម្ដងបាទហើយនៅពេលនេះវេលាម៉ោងប្រហែលជា6ជាងហើយពុកម៉ែបងប្អូនគឺងឹតតិចបាទចឹងយើងធ្វើដំណើរយឺតសំទៅពុកម៉ែបងប្អូនបាទហើយខ្ញុំធ្វើដំណើរពីផ្ទះរបស់ខ្ញុំទៅដល់កន្លែងហូបហ្នឹងចម្ងាយប្រហែលជាយើងប្រើពេលប្រហែលជា20នាទីអីបាទយើងបើកបរយឺតហើយយើងប្រើលឿនបន្តិចប្រហែលជា15នាទីអីទេឬក៏10នាទីអីទេបាទប៉ុន្តែផ្លូវទីប្រជុំជនចឹងយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាបាទពុកម៉ែបងប្អូនបាទឥឡូវនេះគឺដល់រង្វង់មូលហើយយើងធ្វើការបត់រង្វង់មូលទៅឆ្វេងដៃបាទឆ្ពោះផ្លូវឆ្ពោះទៅកាន់រណសេរីពីធ្នូបាទប៉ុន្តែកន្លែងរមណីយដ្ឋានគេហូបហ្នឹងគឺអត់ដល់នោះទេពុកម៉ែបងប្អូនរមណីយដ្ឋានហ្នឹងគឺភោជនីយដ្ឋានបាទភោជនីយដ្ឋានគេហ្នឹងគឺមានលក់សាច់អាំងបាយបាទគេថាម្ហូបរបស់គេគឺមានសពគ្រប់បាទឥឡូវនេះគឺខ្ញុំធ្វើដំណើរមកដល់ទីតាំងហើយពុកម៉ែបងប្អូនបាទនោះក៏ជាភ្លើងភ្លឹតភ្លេតតែម្ដងបាទនេះគឺខ្ញុំចាប់ផ្ដើមសេរីរកកន្លែងដាក់រថយន្តរបស់យើងបាទកន្លែងហ្នឹងគឺទលាយបាទពុកម៉ែបងប្អូនស្រួលងាយស្រួលដាក់បាទបន្ទាប់ពីយើងធ្វើការចតយន្តនេះហើយគឺយើងធ្វើដំណើរចូលទៅកាន់ហាងតែម្ដងបាទពុកម៉ែបងប្អូនបាទហាងគឺថាស្រស់ស្អាតសោភ័ណតែម្ដងប៉ុន្តែខ្ញុំមិនបានថតអីច្រើនទេពុកម៉ែបងប្អូនគាត់ថតតិចកាត់ដោយសារតែយើងរវល់បាទហើយភ្លើងពេលនោះគឺថាទូរស័ព្ទក៏អស់ភ្លើងទៀតបាទពុកម៉ែបងប្អូនបាទយើងថតចោះបាទគ្រាន់តែពុកម៉ែបងប្អូនទស្សនាហើយពេលនេះគឺចាក់ទឹកកូកាជាមួយនឹងទឹកកកនិយាយពីតែឆ្ងាញ់អីតិចបាទពុកម៉ែបងប្អូនគឺសាច់អាំងជាមួយនឹងកូកាបាទហើយនឹងបាយឆាគ្រឿងសមុទ្រនិយាយថាអេមសេមតែម្ដងហើយបាទពុកម៉ែបងប្អូនបាទនេះគឺសុទ្ធតែសាច់បាទគឺថាសាច់នេះគឺគ្រប់មុខបាទមានតែ3ជាន់កោះថ្លើមអីហ្នឹងបាទអេមបាទពុកម៉ែបងប្អូនបាទឥឡូវនេះវីដេអូខ្ញុំក៏មកដល់ទីបញ្ចប់ហើយដែរពុកម៉ែបងប្អូនមានអ្វីវែងឆ្ងាយទេបាទយ៉ាងរលកំហុសខុសឆ្គងយ៉ាងណានោះបាទក៏សូមខន្តីនិងអភ័យទោសបាទយ៉ាងសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត